ចំពោះអាការៈរបស់ជំងឺ lupus មែនទែនទៅវាសាមញ្ញមែនទែនដែលស្ត្រីមួយចំនួនគាត់សឹងតែអត់បានចាប់អារម្មណ៍ទេដោយសារពេលខ្លះគាត់គិតថាអានឹងវាជារោគសញ្ញាទូទៅដែលមនុស្សគ្រប់គ្នាមានដែរឧទាហរណ៍គាត់គណនាមានការអស់កម្លាំងគាត់មានអាការៈស្រេកស្លាំងឈូសសក់មានពងបែកនឹងមាត់ឬមួយក៏មានឈឺសន្លាក់អីតិចតួចដែលមួយចំនួនទៀតក៏អាចប៉ះពាល់ធ្ងន់ធ្ងរក៏អាចចេញជាហើមដៃហើមជើងអាចចេញជាហត់ចេញជាឈឺក្នុងទ្រូងចំពោះជំងឺលូពីសនឹងផងដែរតើមនុស្សប្រភេទណាខ្លះដែលគាត់ប្រឈមជាមួយនឹងការកើតជាងគេ Lupus អ្នកដែលប្រឈមជាងគេគឺស្ត្រីហើយអ្វីដែលយើងបារម្ភជាងគេនៅក្នុងវ័យបន្តពូជចុះបើគាត់កើត Lupus ហើយតទៅពេលគាត់កម្រងមានទម្ងន់ឬគាត់មានទម្ងន់តើពេលហ្នឹងភាពស្មុគស្មាញវាបែបណាឧទាហរណ៍ថាស្ត្រីម្នាក់ដែលគាត់ចង់មានកូនហើយគាត់កំពុងតែមានជំងឺលូពីសនឹងស្រាប់តើគាត់ត្រូវធ្វើបែបម៉េចដែរគ្រូគាត់ត្រូវដឹងថាបើសិនគាត់មានផ្ទៃពោះគេហៅថាជាផ្ទៃពោះមួយដែលមានហានិភ័យខ្ពស់អញ្ចឹងម្ចាស់ខ្លួនផ្ទាល់នោះក៏ត្រូវដឹងឲ្យហើយថាគាត់នឹងពិបាកជាងគេនៅក្នុងដំណើរផ្ទៃពោះតើតោងជាមួយនឹងអ្នកដែលគាត់កើតជំងឺលូពីសនឹងម្លងពេលពពោះណាគ្រូគេច្រើនកើតនៅម្លងត្រីមាសណាដែរអញ្ចឹងមែនតើគេបារម្ភគឺចុងត្រីមាសទី2និងដើមត្រីមាសទី3ដោយសារពេលហ្នឹងចាជម្រាបសួរលោកគ្រូចាវីដេអូថ្ងៃនេះប្លែកមែនទេដោយសារតែយើងមានដុកទ័រឯកទេសតទៅ2នាក់ចូលរួមចាជាដំបូងអាចសូមឲ្យលោកគ្រូនិងអ្នកគ្រូណែនាំខ្លួនអាចចាប់តាម2អ្នកគ្រូដែរបាទចាសូមជម្រាបសួរនេះខ្ញុំវេជ្ជបណ្ឌិតតឹងសុគន្ធមីលីឯកទេសសម្ភពនិងរោគស្ត្រីបម្រើការនៅមន្ទីរពហុព្យាបាលនិងសម្ភពមេមលជំរាបសួរខ្ញុំបាទវេជ្ជបណ្ឌិតភូមិចន្ទថនឯកទេសខាងជំងឺកម្រនិងជំងឺរ៉ាំរ៉ៃបម្រើការនៅមន្ទីរពហុព្យាបាលនិងសម្ភពមេមលអូខេវីដេអូថ្ងៃនេះគឺថ្មីមែនទេថ្មីទាំងវីដេអូថ្មីទាំងប្រធានបទអូខេវីដេអូយើងថ្ងៃនេះគឺយើងនិយាយតាក់ទងជាមួយនឹងប្រធានបទជំងឺលូពីសខ្ញុំជឿថាអ្នកមើលគឺគាត់ប្រកាសជាគិតថាជំងឺថ្មីសូម្បីតែខ្ញុំជា MC ធ្វើការខាងអ្នកមានផ្ទៃពោះហ្នឹងក៏ខ្ញុំគិតថាជំងឺលូពីសហ្នឹងគឺថ្មីសម្រាប់ខ្ញុំដែរអូខេអញ្ចឹងជាដំបូងគឺខ្ញុំចង់ដឹងថាតើជំងឺលូពីសហ្នឹងជាជំងឺអីគេអញ្ចឹងសូមដឹងពីលោកគ្រូផ្នែកជំងឺកម្រវិញបាទអរគុណសម្រាប់សំណួរមែនទែនទៅជំងឺលូពីសពួកយើងជួបច្រើនដែលភាគច្រើនគឺកើតឡើងទៅលើមនុស្សស្រីនៅក្នុងវ័យបន្តពូជបើសិនជា10នាក់មាន9នាក់ឯដែលជាមនុស្សស្រីអញ្ចឹងលុយពីគឺជាអីគេលុយពីគឺជាជំងឺមួយយ៉ាងដែលវាកើតឡើងដោយសារតែប្រព័ន្ធប្រឆាំងក្នុងរាងកាយរបស់យើងវាបង្កើតជាអង់ទីក័រប្រភេទជាអង់ទីក័រអង់ទីនុយក្លេអ៊ែរមួយជាភាសាបច្ចេកទេសវាបង្កើតឡើងមកតែវាអត់បានជួយការពារយើងទេវាទៅជាវាយទៅលើសរីរាង្គរបស់យើងមួយចំនួនវាយទៅលើអីគេទៅលើតម្រងនោមទៅលើស្បែកទៅលើសន្លាក់ទៅលើបេះដូងអាចចេញជារោគសញ្ញាផ្សេងទៅតាមប្រភេទនៃការវាយរបស់វាចាលោកគ្រូបើស្ដាប់មើលទៅវាមិនមែនថ្មីតែឈ្មោះទេសូម្បីអាការៈវាក៏ធ្ងន់ធ្ងរដែរអញ្ចឹងតើតោងជាមួយនឹងអាការៈជំងឺលូពីសនឹងវិញលោកគ្រូបើសិនបើអ្នកដែលគាត់ចង់ដឹងថាគាត់មានជំងឺលូពីសឬអត់វាអាចនឹងបញ្ចេញអាការៈអីគេខ្លះបាទចំពោះអាការៈរបស់ជំងឺលូពីសមែនទែនទៅវាសាមញ្ញមែនទែនដែលស្ត្រីមួយចំនួនគាត់សឹងតែអត់បានចាប់អារម្មណ៍ទេដោយសារពេលខ្លះគាត់គិតថាអានឹងវាជារោគសញ្ញាទូទៅដែលមនុស្សគ្រប់គ្នាមានដែរឧទាហរណ៍គាត់គណនាមានការអស់កម្លាំងគាត់មានអាការៈស្រេកស្លាំងឈូសសក់មានពងបែកនឹងមាត់ឬមួយក៏មានឈឺសន្លាក់អីតិចតួចដែលមួយចំនួនទៀតក៏អាចប៉ះពាល់ធ្ងន់ធ្ងរក៏អាចចេញជាហើមដៃហើមជើងអាចចេញជាហត់ចេញជាឈឺក្នុងទ្រូងប៉ុន្តែហ្នឹងតើដំណាក់កាលយ៉ាងជ្រៅបន្តិចតែបើជាធម្មតាទេគឺសើសាមញ្ញដែលស្ត្រីភាគច្រើនគាត់ចេះតែគិតថាមិនអីចាអូខេលោកគ្រូចំពោះជំងឺលូពីសនឹងផងដែរតើមនុស្សប្រភេទណាខ្លះដែលគាត់ប្រឈមជាមួយនឹងការកើតជាងគេបាទដោយអ្វីដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹង Lupus អ្នកដែលប្រឈមជាងគេគឺស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជមានភាគច្រើនគឺស្ត្រីមាន10នាក់មានតែ1នាក់ទេដែលជាមនុស្សប្រុសអញ្ចឹង9នាក់សុទ្ធតែជាស្ត្រីហើយអ្វីដែលយើងបារម្ភជាងគេនៅក្នុងវ័យបន្តពូជចុះបើគាត់កើត Lupus ហើយដល់ពេលគាត់កម្រងមានទម្ងន់ឬគាត់មានទម្ងន់តើពេលហ្នឹងភាពស្មុគស្មាញវាបែបណាបើចំពោះខ្ញុំអ្វីដែលខ្ញុំតែងតែកោតសរសើរគឺអ្នកគ្រូពេទ្យឯកទេសខាងសម្ភពដែលគាត់ជាអ្នកគ្រូពេទ្យមួយដែលគាត់ស្គាល់ពី Lupus គាត់ដឹងពីសម្ភពច្រើនអញ្ចឹងការដែលយើងមានភាពទំនុកចិត្តទៅលើគាត់គឺមានច្រើនដោយសារពេលខ្លះគាត់រកឃើញជំងឺ Lupus គាត់ឲ្យមកជួបខ្ញុំឬក៏ពេលខ្លះជំងឺដែល Lupus ដែលតាមដានរបស់ខ្ញុំឯងស្រាប់តែគាត់មានទម្ងន់ខ្ញុំក៏ផ្ដល់ទៅឲ្យគាត់ដើម្បីធ្វើការតាមដានដើម្បី
ធ្វើម៉េចឲ្យមានសុវត្ថិភាពចំពោះគាត់អញ្ចឹងខ្ញុំពិតជាចង់ឲ្យគាត់ចែករំលែកបទពិសោធន៍តាក់ទងជាមួយនឹង Louis Peace ហើយទៅលើអ្នកដែលមានទម្ងន់តើវាបែបណាចាទៅកាន់អ្នកគ្រូវិញខ្ញុំក៏ចង់ដឹងពីអ្នកគ្រូដូចគ្នាដោយសារតែអ្នកគ្រូផ្នែកសម្ភពផ្ទាល់អញ្ចឹងអាចថាអ្នកគ្រូដឹងច្រើនពីអ្នកដែលមានផ្ទៃពោះអញ្ចឹងឧទាហរណ៍ថាស្ត្រីម្នាក់ដែលគាត់ចង់មានកូនហើយគាត់កំពុងតែមានជំងឺ lupus នឹងស្រាប់តែគាត់ត្រូវធ្វើបែបម៉េចអ្នកគ្រូបកមកសំណួរនេះចេះយើងទាញថយក្រោយវិញតិចចង់និយាយថាមនុស្សភាគច្រើនដឹងពាក្យ lupus ហ្នឹងវាជាពាក្យបច្ចេកទេសតែឥឡូវនេះអ្វីដែលភាគច្រើនខ្ញុំឮពីពួកគាត់មកវិញណាគាត់ប្រើពាក្យថា SLE ជាគាត់ពេលខ្លះគាត់ដឹងថាlupus ហ្នឹងជាអីទេប៉ុន្តែបើនិយាយ SLE គាត់ដឹងហើយសួរថាតើស្ត្រីដែលគាត់មានគាត់អាចយកកូនបានអត់ចាអញ្ចឹងចម្លើយគឺអាចប៉ុន្តែមុននឹងគាត់សម្រាប់ចិត្តយកកូនគាត់ត្រូវឆ្លងកាត់ចម្លើយនៃសំណួរខ្លះជាមុនសិនទី1សួរថាតើគាត់មានគម្រោងយកកូននៅពេលណាថ្នាំដែលគាត់ប្រើប្រាស់រាល់ថ្ងៃដែលគាត់កំពុងប្រើហ្នឹងពេលមានផ្ទៃពោះទៅប្រើបានអត់ចាទី2ដែលសំខាន់នោះគាត់ត្រូវវាតម្លៃថាតើ SLE ឬក៏ lupus របស់គាត់នឹងស្ថិតនៅក្នុងកម្រិតណាថាតើគាត់ stable ល្អយើងប្រើពាក្យថា stable ល្អឬមួយស្ថិតនៅក្នុងកម្រិតស្រាលដែលគាត់អនុញ្ញាតឲ្យមានផ្ទៃពោះបានឬក៏អ្នកខ្លះនៅក្នុងកម្រិតធ្ងន់ធ្ងរឬក៏អ្នកខ្លះគាត់ដល់ថ្នាក់លោកគ្រូប្រាប់ថាมันអាចយកបានទេនេះជារឿងសំខាន់ចាអ្នកគ្រូកត្តាមួយទៀតគឺគាត់ត្រូវដឹងថាគាត់មានបញ្ហាសុខភាពអីបន្ថែមអត់ឧទាហរណ៍គាត់មានទឹកនោមផ្អែមគាត់មានបញ្ហាកពេញកបន្ថែមលក្ខណៈដែលនៅពេលដែលគាត់មានបញ្ហាបន្ថែមវានឹងធ្វើឲ្យបញ្ហារបស់គាត់វាកាន់តែពិបាកចាមួយទៀតដែលសំខាន់ដែលខ្ញុំប្រើពាក្យថា commitment មានន័យថាគាត់ត្រូវដឹងថាបើសិនគាត់មានផ្ទៃពោះគេហៅថាជាផ្ទៃពោះមួយដែលមានហានិភ័យខ្ពស់អញ្ចឹងម្ចាស់ខ្លួនផ្ទាល់នោះក៏ត្រូវដឹងឲ្យហើយថាគាត់នឹងពិបាកជាងគេនៅក្នុងដំណើរផ្ទៃពោះសំខាន់រឿងនេះសំខាន់ពីព្រោះតើគាត់បដិញ្ញាចិត្តហើយគាត់ទទួលដឹងថាដំណើរនឹងវាពិបាកវាអាចមាននេះមាននោះទើបយើងជាគ្រូពេទ្យនឹងអាចជួយគាត់បានបើជៀសវាងគាត់អូខេស្រាប់តែគាត់ពិបាកហើយគាត់បោះបង់ចោលកដាលទីអញ្ចឹងយើងក៏ពិបាកក្នុងការជួយគាត់ដែរហើយសំខាន់មួយទៀតដែលសំខាន់មែនតើគាត់ត្រូវដឹងថាគាត់ត្រូវរើសគ្រូពេទ្យណាដែលអាចមានសមត្ថភាពទី1ធ្វើរោគវិនិច្ឆ័យទី2ដឹងថាថ្នាំដែលគាត់ប្រើហ្នឹងពេលមានផ្ទៃពោះមានសមត្ថភាពអត់អញ្ចឹងណាហើយលោកគ្រូពេទ្យនោះគាត់មានសមត្ថភាពមើលថាអានេះវាជាបញ្ហារបស់ផ្ទៃពោះឬមួយក៏ជាបញ្ហាទាក់ទងនឹង SLE របស់គាត់ដែលត្រូវទាមទារអន្តរាគមន៍បន្ទាន់ឬក៏អត់ចាអ្នកគ្រូចុះចំពោះពេលដែលគាត់មានផ្ទៃពោះឧទាហរណ៍ថាគាត់មានជំងឺ lupus នឹងវាអាចចេញជារោគសញ្ញាអីគេខ្លះខុសប្លែកពីមនុស្សធម្មតាអត់អ្នកគ្រូមែនតើរោគសញ្ញាបើយើងនិយាយទៅដូចលោកគ្រូមានប្រសាសន៍អញ្ចឹងវាអាចសាមញ្ញឬក៏វាអាចធ្ងន់ពេលខ្លះអាចច្រឡំជាមួយនឹងសញ្ញារបស់ផ្ទៃពោះឧទាហរណ៍នៅត្រីមេទី1មនុស្សស្រីដែលគាត់មានផ្ទៃពោះគាត់លហិតលហៃគាត់អស់កម្លាំងអ្នកខ្លះគាត់មានចង្អោរអីចឹងទៅអញ្ចឹងពេលខ្លះក៏ពិបាកនឹងបែងចែកដែរអញ្ចឹងត្រីមេទី1ដែលខ្ញុំជាបទពិសោធន៍ខ្ញុំសម្គាល់ឃើញនោះបញ្ហាគឺតើតើនឹងសម្ពាធឈាមគាត់អាចចាប់ផ្ដើមមានការឡើងសម្ពាធឈាមអញ្ចឹងស្ត្រីគាត់ត្រូវចាប់ផ្ដើមតាមដានសម្ពាធឈាមជាប្រចាំហើយដែលរឿងចាំបាច់នោះប្រឹក្សាត្រូវដាច់ខាត់ប្រឹក្សាជាមួយនឹងគ្រូពេទ្យដែលគាត់មានឯកទេសខាងជំងឺកម្រដើម្បីបញ្ជាក់ថាតើត្រីមេទី1ហ្នឹងគាត់ប្រព័ន្ធហ្នឹងគាត់អូខេអត់ត្រូវបូមឈាមបូមអីបញ្ជាក់មើលអញ្ចឹងអានេះជាខ្លីៗតើតើនឹងត្រីមេទី1ចាអ្នកគ្រូបើនិយាយពីរោគសញ្ញាបើយើងគិតមើលទៅវាស្មើនឹងយើងចាញ់កូនធម្មតាវាធ្វើឲ្យយើងអត់សូវចាប់អារម្មណ៍ទៅលើជំងឺហ្នឹងអាចថាអញ្ចឹងគាត់ថាអញ្ចឹងដូចលោកគ្រូមានប្រសាសន៍អញ្ចឹងទៀមទាទី1ទៀមទាការរកធ្វើរោគវិនិច្ឆ័យដែលមិនមែនមើលតែភ្នែកទទេត្រូវមានការបញ្ជាក់ដោយការបូមឈាមទី2ត្រូវគ្រូពេទ្យហ្នឹងគាត់មើលដឹងថាតើសញ្ញាហ្នឹងវាជាអីដើម្បី alert ទៅកាន់ម្ដាយចាចង់ដឹងពីលោកគ្រូខាងជំងឺកម្រវិញតើតើជាមួយនឹងរោគសញ្ញាធ្ងន់ធ្ងររបស់ជំងឺ lupus ហ្នឹងលោកគ្រូតើវាមានរោគសញ្ញាលេចចេញអីគេខ្លះបាទចំពោះរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ lupus ជាពិសេសតកតងជាមួយនឹងអ្នកដែលគាត់មានទម្ងន់ហើយគាត់ចាប់ផ្ដើមមានការដែលផ្ទុះឡើង lupus ត្រឡប់មកវិញដោយមូលហេតុគាត់មានតងសុកដែលបញ្ចេញអរម៉ូនមួយចំនួនដែលធ្វើឲ្យ lupus របស់គាត់នឹងកាន់តែធ្ងន់ធ្ងរអ្វីដែលយើងបារម្ភជាងគេគឺតកតងជាមួយនឹងខួរក្បាលអ្នកជំងឺមួយចំនួនដែលយើងហៅថា neuro lupus គឺវាអាចប៉ះទៅលើខួរក្បាលរបស់គាត់ចេញជាអាការៈវែងចេញជាសលឹមឬក៏អ្នកខ្លះគឺបាត់ស្មារតីទៅតែម្ដងមួយចំនួនទៀតគាត់ចេញជាអាការៈសើស្បែក
អាចចេញជាឡើងក្រហមលបកខ្លាំងនៅលើស្បែករបស់គាត់ដែលមើលទៅគឺគួរបារម្ភខ្លាំងមែនតើមួយចំនួនទៀតអាចចេញជាទឹកនោមប្រៃខ្លាំងចេញជាហើមខ្លាំងកង្វះជាតិអាល់ប៊ីមីននៅក្នុងខ្លួនខ្លាំងលើសសម្ពាធឈាមខ្លាំងនឹងក៏ជាសញ្ញាដែលធ្ងន់ធ្ងររបស់ lupus ទៅលើអ្នកជំងឺដែលគាត់មានទម្ងន់ដែរនៅពេលនេះគឺយើងត្រូវធ្វើការជាមួយនឹងខាងអ្នកគ្រូសម្ភពវិញហើយតែពេលនេះតើកូនរបស់គាត់វិវត្តដល់ណាហើយការសម្រេចចិត្តមិនមែនសិមចិត្តតែគ្រូពេទ្យខាងឯកទេសជំងឺកម្រមួយទេយើងត្រូវធ្វើការជា team ជាមួយនឹងអ្នកគ្រូខាងសម្ភពមើលថាពេលហ្នឹងតើម្ដាយអាចទៅរួចជាមួយនឹងការទុកកូននៅក្នុងផ្ទៃឬក៏អត់ហើយកូននៅក្នុងផ្ទៃហ្នឹងគាត់វិវត្តដល់ណាហើយបើសិនជាគាត់វិវត្តមិនគ្រប់គ្រាន់ហើយម្ដាយប្រឈមផងពេលហ្នឹងការសម្រេចចិត្តដ៏ធំនឹងមានដោយក្រុមគ្រូពេទ្យឯកទេសធ្វើការចូលគ្នាចាចំពោះអបិសោតអ្នកគ្រូវិញតកតងជាមួយនឹងអ្នកដែលគាត់កើតជំងឺ lupus និងម្លងពេលពពោះអ្នកគ្រូភាគច្រើនកើតនៅម្លងត្រីមាសណាដែរបើនិយាយអំពីដោយលោកគ្រូមានប្រសាសន៍អញ្ចឹងអរម៉ូនផ្ទៃពោះវាដើរតួនាទីសំខាន់ធ្វើឲ្យlupus ដែលមានស្រាប់នោះវាអាចទៅជាអតុល្យភាពអញ្ចឹងមែនតើគេបារម្ភគឺចុងត្រីមាសទី2និងដើមត្រីមាសទី3ដោយសារពេលហ្នឹងផ្ទៃពោះកាន់តែធំអរម៉ូនកាន់តែខ្លាំងការឡើងគីឡូរបស់ម្ដាយនិងកូនហ្នឹងក៏កាន់តែខ្លាំងដែរអញ្ចឹងមែនតើដោយលោកគ្រូមានប្រសាសន៍អញ្ចឹងយើងជាគ្រូពេទ្យសម្ភពត្រូវត្រៀមមុនត្រៀមអីគេទី1ដោយសារផលវិបាកសំខាន់ទៅលើម្ដាយដោយលោកគ្រូមានប្រសាសន៍អញ្ចឹងអ្វីដែលយើងខ្លាចនោះគឺខ្លាចគេហៅជំងឺមួយគេហៅបំរុងកាឡាភ្លើងដែលវាលេចចេញជាលើសសម្ពាធឈាមផងមានជាតិប្រៃនៅក្នុងទឹកនោមផងចាដូច្នេះជាបទពិសោធន៍ខ្ញុំហ្មងគឺយើងជំរាបទៅគាត់គឺយើងមានន័យថាយើងការពារភាសាជាងព្យាបាលអញ្ចឹងយើងត្រូវពិនិត្យរហូតទឹកនោមជាពិសេសឥឡូវនេះគឺយើងប្រើទឹកនោម24ម៉ោងចាប់ពីត្រីមាសទី2ទៅគឺយើងចាប់ផ្ដើមពិនិត្យហើយក្នុងករណីចាប់ផ្ដើមឃើញមានបញ្ហាគាត់អាចដឹងមុនហើយយើងអាចបញ្ជាក់ថាអូខេពីមុនគាត់អត់មានទេស្រាប់ទៅដល់ពេលត្រីមាសទី3គាត់ចាប់ផ្ដើមមានអញ្ចឹងមានន័យថាជាសញ្ញាមួយដែលប្រាប់ថាគាត់សូវស្រួលហើយអញ្ចឹងណាគោលបំណងគឺមានន័យថាយើងចាប់ផ្ដើមដោះស្រាយមុនពេលគាត់មានបញ្ហាតើតើនឹងកូនដោយលោកគ្រូមានប្រសាសន៍lupus នេះអ្វីដែលប្រឈមវាអាចឲ្យកូនសម្រាលមុនកំណត់ដោយសារគីឡូកូនទូជាងកំណត់ឬមួយក៏យើងមើលទៅការលូតលាស់របស់កូនអត់ស្រួលទេអញ្ចឹងនៅពេលត្រីមាសទី3យើងអាចអញ្ជើញគាត់មកពិនិត្យមានន័យថាគាត់មកពិនិត្យរៀងគៀកជាងអ្នកធម្មតាចាយើងត្រូវដឹងថាពេលណាយើងត្រូវដាក់គេហៅដុំភ្លើតសៃឈាមនៅលើតងសុកកូនអញ្ចឹងថាកូនហ្នឹងការវិវត្តរបស់គាត់អូខេអត់តាមដានគីឡូកូនថាតើការឡើងគីឡូហ្នឹងវាទៅតាមកំណត់ធម្មតាអត់អញ្ចឹងនិយាយជារួមបើឧទាហរណ៍ថាការតាមដានរបស់យើងប្រក្រតីអញ្ចឹងយើងចេះបន្តទៅមុខទៅដោយធម្មតាបើនៅយើងដោយសារជាបទពិសោធន៍គឺពេលដែលគាត់អញ្ជើញមកគឺមកជួបខ្ញុំមកជួបលោកគ្រូក្នុងពេលតែមួយព្រោះខ្ញុំពេលខ្លះយើងក៏អាចដឹងថាតើអាហ្នឹងវាអាចជាអីដែរអញ្ចឹងតើតើគាត់អាចមានសមត្ថភាពដឹងគាត់ថាអ្វីដែលខ្ញុំអាចធ្វើគឺយើងធ្វើតាក់ទងនៅខាងសម្ភពជា case មួយដែលគេហៅថា special ជាងអ្នកផ្សេងចាត្រឡប់ទៅកាន់លោកគ្រូវិញដោយសារតែខ្ញុំឃើញថាជំងឺ lupus នេះបើយើងគិតពីរោគសញ្ញាវាគឺស្រាលមែនទែនប៉ុន្តែវាជាប្រភេទជំងឺមួយដែលធ្ងន់ធ្ងរមិនថាតើកើតចំពោះមនុស្សធម្មតាឬក៏អ្នកមានផ្ទៃពោះទេអញ្ចឹងបើសិនជាករណីមិនថាអ្នកធម្មតាឬក៏អ្នកដែលមានផ្ទៃពោះគាត់មានជំងឺហ្នឹងតើគាត់គួរធ្វើអំណាចដើម្បីកុំឲ្យជំងឺហ្នឹងវិវត្តទៅជាធ្ងន់ធ្ងរដើម្បីការពារកុំឲ្យវាវិវត្តទៅជាទម្រង់ធ្ងន់ធ្ងរស្ត្រីគ្រប់រូបគួរតែទទួលការប្រឹក្សាជាមួយនឹងគ្រូពេទ្យឯកទេសខាងជំងឺកម្រឲ្យបានទាន់ពេលបើសិនជាគាត់មានករណីសង្ស័យហើយបើសិនជាយើងរកឃើញហើយវិធីព្យាបាលយើងនឹងមើលថាតើគាត់ប៉ះដល់ដំណាក់កាលណាហើយសរីរាង្គណាខ្លះដែលគាត់ប៉ះពាល់គួរប្រើប្រាស់ថ្នាំប្រភេទណាហើយមួយទៀតយើងនិយាយបើកចំហទៅគាត់តែម្ដងតើតើជាមួយនឹងវិធីពជាកំណើតជាទូទៅអ្នកជំងឺ lupus ឬក៏ SLE យើងមិនឲ្យគាត់ប្រើប្រាស់ថ្នាំគ្រាប់ពជាកំណើតទេព្រោះវាជាថ្នាំហូម៉ូនអញ្ចឹងវិធីពជាកំណើតដែលត្រឹមត្រូវល្អហើយសុវត្ថិភាពសម្រាប់គាត់គឺការប្រើប្រាស់ស្រោមអនាម័យអញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់ថ្នាំការតាមដានវិចេតមានហើយគៀករហូតដល់សរីរាង្គរបស់គាត់ល្អយើងអាចដកថ្នាំមួយចំនួនចេញរហូតដល់មានតែថ្នាំមួយមុខដែលធានាសុវត្ថិភាពថាគាត់ថេរល្អហើយមួយទៀតថ្នាំនេះគឺអត់ប៉ះពាល់ទៅលើទម្ងន់របស់គាត់ទេនៅពេលដែលថ្នាំនឹងវាឲ្យគាត់ញ៉ាំហើយវាអត់ប៉ះពាល់ទៅលើទម្ងន់ទេអញ្ចឹងជំហានបន្ទាប់បើសិនជាគាត់ថេរអត់មានអីលាប់មកវិញក្នុងរយៈពេល1ឆ្នាំទៅ2ឆ្នាំយើងអាចមើលថាតើគាត់
រួចរាល់សម្រាប់ការមានផ្ទៃពោះឬមួយក៏នៅហើយដល់ពេលគាត់មានផ្ទៃពោះការតាមដានតគៀកដោយអ្នកគ្រូមីលាគាត់និយាយអញ្ចឹងកាន់តែគៀកកាន់តែពិសេសជាងគេការពិនិត្យគឺគ្រូពេទ្យដុតដៃដុតជើងដើម្បីធ្វើម៉េចធានាថាมันមានអីកើតឡើងក្នុងកំឡុងពេលគាត់មានទម្ងន់កំឡុងពេលគាត់សម្រាលហើយនឹងក្រោយសម្រាលចាលោកគ្រូជាចុងក្រោយអាចនឹងសូមអនុសាសន៍ពីលោកគ្រូខ្លះៗដោយសារតែលោកគ្រូឯកទេសផ្នែកជំងឺកម្រនឹងហ្មងអញ្ចឹងអាចនឹងសូមអនុសាសន៍ខ្លះៗតើតើជាមួយនឹងជំងឺលូពីសចា៎បាទចំពោះខ្ញុំក្នុងនាមជាវិជ្ជបណ្ឌិតឯកទេសមួយរូបដែលខ្ញុំធ្លាប់មានបទពិសោធន៍ជួបជាមួយនឹងអ្នកជំងឺលុយពីសដែលគាត់មានទម្ងន់ហើយមួយចំនួនទៀតក៏គាត់ដាច់ការតាមដានអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាស្ត្រីគ្រប់រូបប្រសិនបើអ្នកទាំងអស់គ្នាសង្ស័យមានជំងឺលុយពីសឬ SLE ឬក៏អ្នកទាំងអស់គ្នាកំពុងតែព្យាបាលជំងឺលុយពីសនឹងស្រាប់ហើយចៃដន្យយើងមានទម្ងន់អញ្ចឹងកុំគេចវេះកុំគិតថាអូបែបណាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសទាន់ពេលវេលាដើម្បីស្វែងរកដំណោះស្រាយការព្យាបាលបែបម៉េចគឺគោលដៅតែមួយគត់គឺសុវត្ថិភាពទាំងម្ដាយទាំងកូនចំពោះអ្នកគ្រូវិញតើមានសារផ្ដាំផ្ញើអីបន្ថែមចំពោះអ្នកដែលគាត់មានផ្ទៃពោះចា៎តពីលោកគ្រូចា៎ប្រហែលគ្នាទេមានន័យថាខ្ញុំចង់លើកទឹកចិត្តតាមពិតអ្វីដែលសំខាន់អ្នកដែលគាត់មាន SLE គឺបញ្ហាផ្លូវចិត្តសំខាន់គាត់ភ័យគាត់បារម្ភគាត់គិតថាគាត់ខុសគេអញ្ចឹងអ្វីដែលខ្ញុំចង់លើកទឹកចិត្តនោះមានន័យថាគាត់មានបញ្ហាមួយដែលពិបាកមែនប៉ុន្តែមិនមែនមានន័យថាគាត់មិនអាចព្យាបាលបានគាត់មិនអាចរស់នៅដូចយើងធម្មតាបានគាត់មិនអាចមានកូនដូចស្ត្រីទូទៅបានទេមិនមែនអញ្ចឹងទេសំខាន់គឺទាមទារទី1គាត់ត្រូវមាន planning មានន័យថាគាត់ចង់មានផ្ទៃពោះគាត់ត្រូវមានគម្រោងពេលដែលគាត់មានគាត់ត្រូវតាមដានអញ្ចឹងនៅពេលដែលគាត់ធ្វើបែបហ្នឹងគាត់មានការបដិញ្ញាចិត្តគាត់មិនទទួលរកការព្យាបាលត្រឹមត្រូវគាត់អាចមាននិយាយស្រួលស្ដាប់ទៅមានជីវិតដូចគេដូចឯងចង់និយាយអញ្ចឹងណាហើយគាត់អាចនឹងមានឱកាសមានផ្ទៃពោះហើយដែលជាផ្ទៃពោះមួយដែលថាអាចមានសុវត្ថិភាពទាំងម្ដាយសុវត្ថិភាពទាំងកូនអញ្ចឹងអ្វីដែលខ្ញុំចង់ជំរាបនឹងគឺគាត់ចង់លើកទឹកចិត្តហើយកុំឲ្យគាត់បោះបង់ចោលខ្លួនកុំឲ្យគាត់បោះបង់ចោលការព្យាបាលតែប៉ុណ្្នឹងទេចាកុំគិតថាខ្លួនឯងចម្លែកហើយរត់ចោលពេទ្យចាអូខេចាអរគុណអ្នកគ្រូអរគុណលោកគ្រូសម្រាប់ការចែករំលែកក្នុងថ្ងៃនេះចា